ទី2នៅប្រាសាទសែនភុវាំងគោរពជំរាបសួរបងប្អូនទាំងអស់គ្នាសាជាថ្មីតេតងជាមួយនឹងផ្លូវដែលយើងធ្វើដំណើរទៅកាន់ប្រាសាទសែនភុវាំងនេះគឺជាផ្លូវដែលខ្ញុំធ្វើដំណើរទៅដោយសារតែវីដេអូមុនខ្ញុំធ្វើអត់បានពេញលេញតេតងជាមួយនឹងផ្លូវអញ្ចឹងបងប្អូនអាចមើលទៅតាមផ្លូវដែលខ្ញុំកំពុងតែថតនេះបានណាបងប្អូននិយាយទៅផ្លូវយើងជិះតាមផ្លូវភ្នំជីសូរគ្រាន់តែធ្វើដំណើរហួសភ្នំជីសូរមកខាងកើតបន្តិចយើងនឹងដល់ផ្លូវចូលហើយនេះគឺជាផ្លូវចូលយើងឈានមកដល់ក្នុងប្រាសាទសែនភុវាំងតែម្ដងក្រោយខ្ញុំនេះគឺជាផ្លូវធ្វើដំណើរទៅកាន់ប្រាសាទសែននិមលដែលបងប្អូនបានមើលពីលើភ្នំជីសូរថានៅកណ្ដាលនៅជិតភ្នំជីសូរជាងគេហើយនៅខាងក្រោយខ្ញុំនេះគឺជាប្រាសាទសែនភុវាំងដែលបងប្អូនមើលមកពីលើភ្នំជីសូរវិញឃើញhìnhឆ្ងាយជាងគេបើសិនជាបងប្អូនបានមើលវីដេអូខ្ញុំតាំងពីដើមវីដេអូគឺនឹងដឹងហើយថាប្រាសាទសែនភុវាំងយើងធ្វើដំណើរពីខាងណាមកដល់ខាងណាដើម្បីមកដល់ប្រាសាទសែនភុវាំងនេះនិយាយទៅគឺទេសភាពគឺស្រស់ស្អាតខ្លាំងមែនតើហើយខាងក្រៅខ្ញុំនេះគឺជាផ្លូវដែលយើងអាចធ្វើដំណើរបានទៅដល់ប្រាសាទសែននិមលហ្នឹងហើយបងប្អូនទាំងអស់គ្នាគឺស្អាតខ្លាំងមែនតើប៉ុន្តែគ្រាន់តែខ្ញុំអត់អាចទៅដល់ក្នុងនឹងបានទេដោយសារតែខ្ញុំជិះម្នាក់ឯងអញ្ចឹងទៅខ្ញុំអត់សូវហ៊ានផ្លូវហ្នឹងឯងដោយសារតែផ្លូវរៀងទួយដែរអញ្ចឹងណាបើសិនជាបងប្អូនមានគ្នាច្រើនគឺអាចអញ្ជើញតាមផ្លូវនេះបានគឺយើងធ្វើដំណើរទៅត្រង់រហូតគឺនឹងដល់ប្រាសាទហើយដើរទៅណាមកណាក៏អត់ភ្លេចដែរជាមួយនឹងពីរនាក់គឺ Sunrome ហើយនិង BB របស់ Miss Sunflower បន្ទាប់ពីយើង apply ជាមួយនឹង Sunrome ហើយនិង BB រួចមកយើងកាប់ពេលកម្ដៅថ្ងៃរួចមកយើងចាប់ផ្ដើមបន្តដំណើរដើរជុំវិញតាក់ទងជាមួយនឹងប្រាសាទដើម្បីឲ្យបងប្អូនបានមើលទាំងអស់គ្នាវីដេអូមុនគឺខ្ញុំបានធ្វើដំណើរមកដែរនៅពេលរៀងល្ងាចបន្តិចប៉ុន្តែវគ្គនេះគឺខ្ញុំធ្វើវីដេអូនៅក្នុងពេលព្រឹកម្ដងទេសភាពនៅទីនេះគឺមានសភាពស្រស់ស្អាតហើយនឹងមានព្រៃឈើព័ទ្ធជុំវិញដែលឲ្យបងប្អូនរីឡែកបានលំហែអារម្មណ៍ចុងសប្តាហ៍អញ្ចឹងណាហើយតាក់ទងជាមួយនឹងវីដេអូនេះដែរគឺខ្ញុំចង់ឲ្យបងប្អូនបានស្គាល់និងបានមកលេងជាមួយនឹងប្រាសាទសែនភុវាំងដែលមាននិយាយទៅគឺអត់ឆ្ងាយគ្នាជាមួយនឹងប្រាសាទភ្នំជីសូរប្រហែលនេះគឺខាងក្រោយខ្ញុំនោះគឺជាប្រាសាទភ្នំជីសូរ